Ok,ឥឡូវយើងតវីដេអូយើងពីវគ្គមុនចឹងឥឡូវយើងចូលទៅកាន់អត់ទៅលើកូដរបស់យើងចឹងយើងសុំខ្វែនេះចឹងបិទ folder នេះចោលចឹងយើងបង្កើតទៅ folder ថ្មីមួយទៀតគឺឡើយនេះគឺយើងបង្កើត folder thenដាក់ឈ្មោះថា lesson ចឹង folder ហ្នឹងវាក្តោបទៅលើlesson ផ្សេងចឹងយើងចុចមកឲ្យសញ្ញាពូជនេះវាកាប់ចុះក្រមកហើយយើងបង្កើតទៅលើ file ចឹងខ្ញុំដាក់ list lesson 1 dot html ចឹងនេះគឺជារបៀបនៃការ save file ឬបើយើងអត់ចង់បង្កើតកន្លែងហ្នឹងទេយើងចង់ចុចទៅលើ file នេះក៏បានដែរនេះ file នេះយើងយកពាក្យថាnew file ទៅហើយយើង create មកដូចគ្នាគាត់ថាបើឥឡូវគេឡើងប្រើទៅចុចលើ file ចេះហើយអញ្ចឹងគេប្រើឡើងនេះវិញអញ្ចឹងវាមានភាពងាយស្រួលហើយចំពោះភាសា HTML គឺវាមាន structure របស់វាអញ្ចឹងខ្ញុំឲ្យអ្នកនរទៅយល់នៅនិយមន័យនៃភាសា HTML សិនហើយខ្ញុំប្រាប់ទៅលើ structure វាត្រូវមានអីខ្លះតើអ្វីគឺជា HTML HTML គឺជាភាសាមូលដ្ឋានគ្រឹះមួយដែលគេធ្វើឡើងក្នុងការបង្កើតទៅលើ website ឬក៏គេហទំព័រអ្វីមួយដែលវាមានតែគ្រូឆ្អឹងទេវាអត់មានសាច់ឈាមមកចេញមកស្អាតភ្លឹងដូចស្អីស្អាតណាទេគឺចេញមកមានតែឆ្អឹងទេឧទាហរណ៍អក្សរចឹងអក្សរប៉ុណ្ណាគឺនៅប៉ុណ្ណឹងដូចវីដេអូមកខ្ញុំតេស្តឲ្យអ្នកនរគ្នាមើលចឹងហើយពាក្យពេញរបស់ HTML វាមកពីពាក្យថា Hypertext Markup Language គឺជាភាសា Markup ដែលប្រើសម្រាប់ការរៀបចំនិងបង្ហាញមាតិការបស់យើងនៅលើ page ដែលមាតិការបស់យើងទាំងនោះគឺមានដូចជាអក្សររូបភាពតារាងតំណភ្ជាប់ឬក៏ប៊ូតុងឬក៏ផ្នែកណាមួយផ្សេងដូចជា slide ជាដើមអញ្ចឹងហើយភាសាពាក្យថា HTML ដែលមានពាក្យពេចន៍ថា Hypertext Markup Language គឺជាភាសាមួយដែលគេយកមកដើម្បីធ្វើការរៀបចំនៅរចនាសម្ព័ន្ធនានាដែលយើងចង់សរសេរទៅលើមាតិកានៅលើ page browser របស់យើងដែលយើងចង់បង្ហាញទៅមានដូចជា text image table link ហើយនឹងប៊ូតុងផ្សេងដែលមានផ្សេងទៀតដូចជា slide ឬក៏មានអីផ្សេងទៀតអ្នកនរគ្នានឹងជួបនៅពេលទៅវីដេអូបន្ទាប់ហើយយើងនឹងមានការ practice ទៅលើការ build ផ្សេងចំពោះដល់ពេលដល់ CS ហ្នឹងដែរអញ្ចឹងខ្ញុំអ្នកនរគ្នាយល់ទៅនឹងយមន័យហើយខ្ញុំប្រាប់ទៅលើ structure របស់ HTML ដំបូងឡើយគឺអត់មានអីច្រើនទេយើងគ្រាន់តែមានគ្នាបើកយើងគ្រាន់តែបាយថា HTML ហើយបិទគ្នាមកវិញគឺវាបញ្ចប់ទៅដោយ HTML គឺ structure របស់វាគឺមានប៉ុណ្ណេះ structure main ដំបូងគឺយើងត្រូវមាន HTML បើកហើយនឹងបិទ HTML វិញអញ្ចឹងនៅចន្លោះនេះនៅចន្លោះហ្នឹងគឺយើងសរសេរមាតិការបស់យើងផ្សេងដែលយើងចង់បង្ហាញទៅលើ browser អញ្ចឹងនៅកន្លែងហ្នឹងយើងអាចសរសេរនៅក្នុងហ្នឹងហើយនៅក្នុងហ្នឹងវាបែងចែកជា3ផ្នែកទៀតផ្នែកទី1គេឲ្យផ្នែកទី1គេហៅថាជា title ដល់ពេលអ្នកនរគ្នាចូលទៅកាន់ website ណាមួយ website ធំឬក៏ដូចជា website សបាយហ្នឹងអ្នកនរគ្នានឹងឃើញពាក្យ title ឡើងនេះយើងចូលដល់ website សបាយគឺ title នេះកន្លែងនេះគឺដល់ពេលយើងអត់តទិញ domain hosting កន្លែងនេះគឺវា load ជា title ឲ្យយើងឈ្មោះអីមកក្នុងបាក់នេះហ្នឹងគេហៅ title អីហើយក្នុងពីក្រោម title វាមាន body នឹងវាប្រៀបបានជាខ្លួនប្រាណរបស់នេះចឹងbody នេះវាប្រៀបបានទៅជាខ្លួនប្រាណនៃនេះគេហៅខ្លួនប្រាណនៃភាសាហ្នឹងដែលយើងអាចសរសេរមាតិកាផ្សេងច្រើនដូចជា
នេះកន្លែងនេះក៏ body ដែរគឺយើងអាច design ស្អាតបែបហ្នឹងនេះក៏ជា body នេះ body ហើយផ្នែកចុងក្រោយគឺវាមានមួយទៀតគឺ footer គឺជាកន្លែងមួយដែលយើងគឺជាកន្លែងដែលបញ្ចប់នៃ website របស់យើងដែលយើងអាចដាក់ជា logo ដាក់ជា copyright របស់យើងឬក៏ design អីផ្សេងៗទៀតផងដែរនេះមក block នេះគេហៅថាfooter អញ្ចឹងខ្ញុំសូមអ្នកនរគ្នាហ្មងទៅអញ្ចឹងបន្ទាប់ពីយើង save main structure របស់ HTML ហើយយើងត្រូវមាន header file អញ្ចឹងយើងត្រូវមាន header អញ្ចឹងយើងត្រូវ save head អញ្ចឹងក្នុង head វាមាន header ហើយនិង head back ហើយនិង header ហើយយើងទៅ save ក្នុង head នៅក្នុង head ហ្នឹងគឺយើងអាចដាក់បានតែ title នេះ title ហើយក្នុង title ហ្នឹងយើងដាក់អីដាក់ទៅតែទៅចិត្តយើងទេឧទាហរណ៍ថានេះខ្ញុំចូលមកឧទាហរណ៍ថាខ្ញុំដាក់រៀន IT ហ្នឹងទៅអាហ្នឹងគឺជា title តែចង់ដឹងថាក្នុង title វាសូលហើយណាលេងតាមដល់ខ្ញុំមើលចូលទៅនេះ title របស់យើងដោយសារតែនេះវាអត់តន់ចេញជា structure នៃ HTML file ទេគ្រាន់តែនេះគ្រាន់តែជាក្រុមឆ្អឹងមួយចំនួនទេគាត់ថាបើ HTML file វាមានកន្លែងនេះមួយទៀតគឺ doc type នេះបញ្ជាក់វាកន្លែងនេះមាន doc type មួយទៀតដើម្បីបញ្ជាក់ថាវាជា HTML file ប៉ុន្តែនេះគឺជាបញ្យល់ទៅតនឹងការ structure ដែលវាត្រូវមានអីខ្លះហើយនៅក្នុងហ្នឹងគេត្រូវធ្វើអីទៀតតែប៉ុណ្្នឹងឯងនេះគឺយើងមាន title បែបហ្នឹងនេះអានេះគឺ title របស់យើងនេះ title របស់យើងព្រោះសបាយគេបានទិញទៅលើ domain គេបានបដូរឈ្មោះនេះវាមាន title មាន logo តែយើងក៏អាចដាក់ដូចគ្នាមេរៀនបន្តយើងនឹងដាក់ logo ដែរប៉ុន្តែនេះគឺជាប៉ុន្តែនេះគឺជា title របស់យើងដាក់រៀន IT ហ្នឹង title គឺនៅលើអញ្ចឹងនៅក្នុង title ហ្នឹងត្រូវតែសរសេរនៅក្នុង head ហើយផ្នែកបើផ្ទាំងទៀតគេហៅថា body អញ្ចឹង body ហ្នឹងគឺជាកន្លែងមួយដែលយើងអាចសរសេរ design ទៅលើរូបភាពអីផ្សេងបែបនេះក៏បានដែរកន្លែង body គឺជាកន្លែងដែលយើងសរសេរទាក់ទងនឹង element ផ្សេងៗយើងចង់ design មិន design ទៅសាច់ទៅចិត្តយើងទេអញ្ចឹងនេះគឺជា body អញ្ចឹង body គឺយើងឧទាហរណ៍ផ្សេងដាក់ h1 នេះអញ្ចឹងដាក់ h1 មួយហើយ h1 ហ្នឹងវាត្រូវមានបើក h1 បើក h1 បិទហើយ h1 លក្ខណៈថាសញ្ញាធំជាងក្តោបទៅលើ h1 មួយនេះអានេះសំដៅទៅលើ h1 បើកហើយបើសញ្ញាធំជាងតូចជាងហ្នឹងវាក្តោបទៅលើ h1 ហើយមាន slash back slash មួយនេះនេះវាសំដៅទៅលើ h1 បិទហើយយើងសរសេរនៅចន្លោះកណ្ដាលពីរហ្នឹងឥឡូវខ្ញុំដាក់ថា lorem មួយចឹងដាក់ test មួយទៅ test ខ្ញុំចង់បានគុណជាមួយនឹង5ប្រមាណ5ប្រយោគ yes គឺនេះច្រើនពេកអូ5នេះ56នេះច្រើនពេកចឹងដាក់15នេះចូលបាន15ឡាញនេះ1 2 3 4 5អូខេចឹងដល់ពេលដែលខ្ញុំ5អ្នកនរគ្នានឹងឃើញអានេះហើយតែគេហៅថាជាbody គឺជា body គឺជាផ្ទាំងមួយគឺជាខ្លួន5ប្រៀបដូចនឹងខ្លួនមនុស្សយើងចឹងក្នុងហ្នឹងវាមានគ្រឿងក្នុងវាមានអីផ្សេងៗទៀតហ្នឹងហ្នឹងហើយគឺជា body ដែលយើងនៅក្នុង HTML គឺយើងអាចសរសេររាល់ element រាល់ text ដែលយើងសង្កេតយើងចង់ design អីធ្វើអីគឺយើងធ្វើនៅលើ body ទាំងអស់យើងអាចធ្វើនៅលើ head ឬក៏អាចធ្វើនៅលើ footer បានទេ head អ្វីដែលយើងអាចធ្វើបានទី1មានតែដាក់តែ title ទី2មានដាក់តែ logo ហើយនឹងទៅលើ language ដែលវាបញ្ជាក់ថាវាអាចស្គាល់ទៅលើ language ដើម្បីឲ្យ browser ហ្នឹងវារៀបទៅយើងងាយស្រួលក្នុងការសរសេរហើយនៅក្នុង body ចង់សេមិនសេទៅចង់សេអីសេទៅចិត្តយើងទេហើយយើងចង់ design មិនក៏បានដែរក្នុង body ហ្នឹងហាមយក element
ឬក៏កិច្ចការណាមួយចំនួនទៅសរសេរលើ head គឺវាអត់កើតទេហើយក៏យើងអាចសរសេរនៅលើ footer បានដែរ footer យើងបានដាក់តាទាំងបញ្ចប់នៃ website របស់យើងប៉ុណ្ណោះចំពោះ design ទៅលើព័ត៌មានលម្អិតអីផ្សេងៗគឺយើងធ្វើនៅលើbody នេះហើយអញ្ចឹងខ្ញុំដាក់តេស្តមួយទៀតដាក់ថា hello world from HTML អញ្ចឹងខ្ញុំ run ផ្សេងទៀតពេលដែលយើង run វានឹង reload នេះអានេះ internet វា slow បន្តិចដល់ពេលដែលនេះ internet វា slow បន្តិចចឹងចំពោះការសរសេរទៅលើ web វាទាមទារឲ្យ internet យើងខ្លាំងណាស់តែបើសិនជាករណីថា internet យើង slow ដូចខ្ញុំមិន slow ទៅពេលដែលវា reload មកវាទាំងវាមានទាំងសទៅទៅបើយើងរៀង slow យើងត្រូវ refresh វាបន្តិចទៅវាលែងអីណាគឺចង់សេមិនចេះទៅឃើញអត់គឺអានេះគេហៅថា body ហើយមួយទៀតគឺ footer នោះយើងចង់ដាក់យើងដាក់តាបញ្ចប់ទៅលើ web របស់យើងទេដល់ពេលយើងសរសេរ design body ហើយអស់ហើយព័ត៌មានលម្អិតហើយអស់ហើយយើងត្រូវបញ្ជាក់ថាអូ website នេះfounder ដោយណាគេធ្វើនៅឆ្នាំណាហើយយើងដាក់ព័ត៌មានបញ្ជាក់ពី copyright នៃកម្មសិទ្ធិបញ្ញារបស់ website របស់យើងគឺយើងប្រើនៅក្នុង footer យើងអាចប្រើនៅក្នុង body បានទេកុំឲ្យវាច្រឡំព័ត៌មានហើយណាមួយ traffic នៃការសរសេរមែនតើក៏ដែលសរសេរទៅលើច្បាប់ copyright ចំពោះ website ហ្នឹងឬក៏ឈ្មោះអ្នក founder នេះនៅក្នុង body ទេគឺយើងបង្កើតជា footer ដាច់ហ្នឹងហើយក្នុង footer ដាក់អីដាក់ទៅសើចិត្តយើងចង់ design មិន design ទៅមុខទៀតយើងនឹងជួបវិញបើថានេះគាត់ថាប្រាប់ឲ្យយើងយល់ដឹងទេតែខ្ញុំដាក់ tag មួយចឹងខ្ញុំដាក់ថា copy ដាក់ជានឹង copy អូខេហើយខ្ញុំដាក់ឈ្មោះខ្ញុំអូខេចឹងយើងនឹងដឹងហើយយើងនឹងឃើញនេះគឺជាកម្មសិទ្ធិបញ្ញា copyright មានអក្សរ copy នៅជុំវិញហ្នឹងគឺអក្សរ C នៅពីក្នុងហើយមានវងព័ទ្ធជុំវិញណាហ្នឹងគឺយើងសរសេរឆ្នប់ហ្នឹងហើយយើងពេល copy យើងប្រើ semicolon ទៅវានឹងចេញនេះមកហើយដាក់ឈ្មោះយើងមកអាហ្នឹងបញ្ជាក់ថា website ហ្នឹងគឺយើងអ្នកធ្វើយើងអ្នក founder មិនមែនជាអ្នកផ្សេងគេធ្វើឬក៏គេ founder ទេគឺយើងអ្នកធ្វើយើងដាក់កម្មសិទ្ធិបញ្ញាឲ្យយើងអញ្ចឹងរាល់ការដាក់កម្មសិទ្ធិបញ្ញាឬក៏ព័ត៌មានអីផ្សេងៗទាក់ទងនឹង website របស់យើងអត់ពីច្បាប់នៃរក្សាសិទ្ធិរបស់យើងនេះយើងអាចសរសេរនៅក្នុង footer បានអញ្ចឹងសង្ខេបម្ដងទៀតចំពោះ HTML ចំណុចសំខាន់របស់វាគឺមានតែ1 2 3គឺ4ចំណុចតែប៉ុណ្ណោះចំណុចសំខាន់ទី1គឺត្រូវមាន HTML បើកបែបនេះហើយនឹង HTML បិទបែបនេះដើម្បីបញ្ជាក់ថារាល់កូដដែលយើងសរសេរហ្នឹងគឺជាភាសា HTML ហើយនៅក្នុងចំណុចកណ្ដាលនៃភាសា HTML ហ្នឹងដែលយើងសរសេរចន្លោះ HTML បើកហើយនិង HTML បិទហ្នឹងវាបែងចែកជា3ទៀតគឺវាបែងចែកមានទៅជា head body ហើយនិង footer ចឹងវាបែងចែកជា3ទៀតចំពោះ head គឺយើងដាក់បានតែ title ហើយនិង logo តែប៉ុណ្ណោះ head ហ្នឹងគឺ header file ដើម្បីបញ្ជាក់ថាwebsite របស់យើងមានឈ្មោះអីនៅលើទាំង interface ដែលយើងដាក់ browser ហើយចំពោះ body វិញគឺជាកន្លែងមួយដែលយើងត្រូវសរសេរលម្អិតព័ត៌មានរបស់យើងនៃការ design នៃទាំង website របស់យើងមិនថាយើងសេមិនអីមិនទេយើងរៀបចំមិនក៏រៀបចំទៅគឺយើងត្រូវតែសរសេរនៅក្នុង body នឹងទាំងអស់អញ្ចឹងជាក់ស្ដែងនេះ body មានប៉ុណ្នេះអូខេទាំងនេះគឺ body ឯងប៉ុណ្នេះគឺ body នៅក្រោមទៀតនេះប៉ុណ្នេះហ្នឹងគឺ body យើងសេអីសេទៅក្នុងនឹងចង់ design មិនអីមិនគឺយើងសេនៅក្នុង
បាទអ៊ីទាំងអស់ហើយចំណុចដែលវាចែកចុងក្រោយគឺ footer គឺយើងដាក់បានតែព័ត៌មានទាក់ទងនឹងការកម្មសិទ្ធិរក្សាកម្មសិទ្ធិបញ្ញានិងឈ្មោះ founder ហើយនឹងការបាក់ឆែតទៅលើ website ដែលយើងបានបង្កើតតែប៉ុណ្ណោះគឺនេះគេហៅថា footer អញ្ចឹងហ្នឹងហៅថា footer អញ្ចឹងដើម្បីចូលដល់ចំណុចបន្ទាប់គឺមានតែធ្វើទៅលើវីដេអូក្រោយទេហើយខ្ញុំ share នៅលើកិច្ចការហ្នឹងជួយអ្នកនរគ្នាមើលដើម្បីបញ្ជាក់ថាហើយនឹងឲ្យបញ្ជាក់ថាគ្នាយើងហ្នឹងគឺធ្លាប់ឲ្យមានការយល់ដឹងទៅលើ structure ហ្នឹងច្បាស់សិនកុំឲ្យលឿនពេកតែយើងអត់ស្គាល់ structure ហ្នឹង structure ប្រូវាមានប៉ុណ្្នឹងសិនទេហ្នឹងគាត់ជាគោលប៉ុន្តែដល់ពេលយើងសេមែនតើយើងគាត់អសតខាត់មកបន្តិចគឺចេញមកអស់ហើយទៅ structure ហ្នឹងដល់ពេលយើងស្គាល់ថាអូតើអ្វី head នឹងត្រូវមានអីខ្លះហើយbody ត្រូវសេអីខ្លះហើយនឹង footer សេអីខ្លះតែប៉ុណ្្នឹងឯងចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេហើយនៅវីដេអូបន្ទាប់ខ្ញុំ detail ជាងនេះទៀតហើយមានដាក់ការ practice អីshow បន្ថែមទៀតចឹងណាចឹងទៅវីដេអូនេះវាខ្លីមែនគាត់ថាចង់ឲ្យគឺយើងខ្លីប៉ុន្តែឆាប់យល់ហើយនឹងឆាប់ចាប់បានហើយបើសិនជាយើងចាប់បានវាលឿនខ្ញុំក៏រៀនលឿនតាមនោះដែរហើយអត់ចង់លឿនទៅដោយគ្នាយើងអត់ចេះទេ